បើសិនមកអ្នកទាំងអស់គ្នា stress គួរតែប្រើក្លិនមួយនេះអញ្ចឹងនេះគឺជាខ្លួនរបស់ Le Labo de Nord 29 ក្លិនមួយនេះនៅលើ TikTok គឺគេ rate ឲ្យ10តែម្ដងគឺថាល្អមែនតើនិយាយទៅក្លិនមួយនេះគឺ unisex ហើយបើសិនមកអ្នកគ្នាចូលចិត្តក្លិនបាយភ្លៀងធម្មជាតិលក្ខណៈថាបាយឈើប៉ុន្តែឈើហ្នឹងគឺអត់ធ្វើឲ្យអ្នកទាំងអស់គ្នាឈឺក្បាលទេលក្ខណៈថាឈើឈ្ងុយក្អូប unique ប្លែកមែនតើនិយាយទៅ brand Le Labo អ្នកដឹងហើយគេថា unique ប្លែកគេមែនតើអញ្ចឹងបើសិនមកអ្នកគ្នាចូលចិត្តក្លិនបាយភ្លៀងធម្មជាតិសាកប្រើមួយនេះគឺថាដឹងតែពេញចិត្តតែម្ដងស្គួយមែនតើនិយាយទៅក្លិនមួយនេះនៅកន្លែងតាជាអីគឺថាហិតហើយចង់ហិតទៀតតែម្ដងក្លិនវាបែបលក្ខណៈរៀងឈើលេលន់មួយក្លិនបែបរៀងតែរៀង musky ហើយនៅក្នុងហ្នឹងវាពេលវា dry down ទៅវាក្លិនវាបែបរៀងបាច់ម្សៅតិចៗហើយក៏វាលាយឡំនឹងក្លិនបែបរៀងផ្អែមតិចៗដែរនិយាយទៅក្លិនមួយនេះបែបទឹកអត់ថ្លៃតែម្ដងគឺថា unique ប្លែកគេមែនតើអ្នកនេះអាចសាកបានគឺថាដឹងតែពេញចិត្តតែម្ដងអញ្ចឹងក្លិនមួយនេះគឺអ្នកនេះអាចប្រើប្រាស់បានគ្រប់ពេលវេលាមិនថាទៅធ្វើការទៅសាលារៀនអីហ្នឹងគឺថាដើម្បីតែម្ដងមូលហេតុដោយសារតែក្លិនមួយនេះគឺឆាប់ទទួលបានការសរសើរក៏ដូចជាតាក់ទាញចំពោះគេខ្លាំងមែនតើនិយាយទៅក្លិនមួយនេះ unique ប្លែកគេខ្លាំងមែនតើអត់ជឿសាកមើលបានអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាចង់ចំណាយលុយច្រើនទិញ original អ្នកគ្នាអាចសាកខ្លួនពីខាងយើងបានគុណភាពគឺថា the best តែម្ដងក្លិនដូចវិញគឺថា97%ឡើងបើអត់ដូចទេគឺថាដូរលុយឲ្យអ្នកទាំងអស់គ្នាវិញនិយាយទៅក្លិនមួយនេះ the best មែនតើគឺថាខ្ញុំចូលចិត្តខ្លាំង